Bà lấy cho vào video bà dưỡng bà Vivo Y10s cho Google account bà vì trình bà hello ấy bà lên link cho vào lại Vivo thôi vay biệt thá Y10s ok bà lấy xong chui cho subscribe channel của nhóm nè muối bây giờ tôi bán video hay bật ổn thời ca từ mà tầm một trong mấy ai chạy lời link tầng 7 đi bán khang còng video nắng ở khang còng channel đó miền Facebook miền TikTok miền Telegram một phần này tầm mẹ tầm nâu rồi có xã su pro miền tam dạ nhóm tầng 7 liên đi bán vài đợt PN nó cứ chỉประเภท CPU MTK បាទ Vivo 1 Vivo 2ណាយើងជ្រើសយក Vivo 1បើសិនជាសាកទៅអត់ដំណើរការយើងយក Vivo 2ឥឡូវយើងធ្វើការerase FOP ហើយការចុច William Book ដាក់ដូចចូលបាទឥឡូវចាំតិចបាទឥឡូវស្គាល់ហើយបាទគឺការតម្លើង driver គឺជោគជ័យហើយការដោះ Google account នៅលើទូរស័ព្ទដៃ Y12s ក៏បានជោគជ័យដូចគ្នាលឿនហើយបើសិនជាបងប្អូនត្រូវការតម្លើង driver MTK Qualcomm ឬក៏ driver Samsung ឬក៏ model ផ្សេងៗអាចតាក់ទងមកខ្ញុំបានណាគឺវាមានភាពងាយស្រួលអញ្ចឹងយើងរងចាំទៅទៅបាទហើយបើសិនជាបងប្អូនត្រូវការ unlock tool រយៈពេល3ខែ6ខែនឹងខ្ញុំអាចធ្វើការទំនាក់ទំនងឆាតមកខ្ញុំផ្ទាល់បាទខ្ញុំគិតតម្លៃទូជូនមិត្តជាងទាំងអស់បាទគឺដូចក្នុងវីដេអូអញ្ចឹងគឺមាន3ខែមាន6ខែនិង1ឆ្នាំអញ្ចឹងបើសិនជាចង់បាននេះអាចទំនាក់ទំនងតាម link នៅខាងក្រោម channel របស់ខ្ញុំទាំង3បាទគិតតម្លៃទូជូនភ្ញៀវជូនមិត្តជាងទាំងអស់បាទហើយបើសិនជាបងប្អូនត្រូវការតម្លើង driver ឲ្យទូរស័ព្ទឲ្យកុំព្យូទ័របងប្អូនដាក់ score គ្រប់ model ហើយអាចជំរាបទៅមុខខ្ញុំបានសម្រាប់បិទជាងបាទខ្ញុំគិតតម្លៃទូទេបាទគឺមានថាយើងតម្លើងម្ដងអាចប្រើបានការដោះកូដបុក program អីបានជារៀងរហូតបាទឥឡូវយើងរួចរាល់ហើយឥឡូវយើងដកថ្មចេញយើងចាប់ផ្ដើមបើកម៉ាស៊ីនវាឡើងបាទរងចាំបន្តិចហើយបើសិនជាបងប្អូនមើលវីដេអូនេះហើយមានចម្ងល់ត្រង់ណាអាចសាកសួរខ្ញុំបានតាមរយៈlink ទាំង3នៅខាងក្រោម channel ដូចខាងក្បាលវីដេអូអញ្ចឹងបាទអាចចូលទៅក្នុង channel របស់ខ្ញុំទៅហើយចុចលើ link ទាំង3នេះទៅអាចទំនាក់ទំនងមកខ្ញុំបានបាទឥឡូវយើងនិចទៅមុខមើលតើជាប់ Google account ដែរឬទេបាទអូខេនិចទៅមុខទៅបាទឃើញថាអត់ជាប់ទេបាទអញ្ចឹងមានថាការដោះ Google account លើ Vivo Y12s version ថ្មីនេះគឺដោះដាច់បានជោគជ័យអូខេអញ្ចឹងអរគុណបាទវីដេអូនេះមានតែប៉ុណ្្នឹងដែរបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូពីដើមដល់ចប់បាទអញ្ចឹងអរគុណសូមជម្រាបលា